បាទសូមស្វាគមន៍សាជាថ្មីមកកាន់ channel របស់យើងខ្ញុំនៅក្នុងថ្ងៃនេះគឺការវិលត្រឡប់មកវិញរបស់ channel សួនបន្លែក្រៅផ្ទះដោយសារតែយើងខានធ្វើយូរហើយនេះគឺជាវីដេអូត្រឡប់មកវិញរបស់ខ្ញុំវីដេអូមុនយើងទើបតែបានផុសបានមួយចំនួនហើយក៏បានលុបចេញវិញខ្លះដោយសារតែមានបញ្ហាបច្ចេកទេសហើយសួនបន្លែរបស់យើងក៏ពិតទៅតាមបានមួយចំនួនខ្លះហើយក៏ប៉ុន្តែដោយសារតែខ្ញុំអត់បាននៅទេអត់បានធ្វើវីដេអូហើយក៏ត្រូវបានខូចខាតទៅវិញអស់មួយចំនួនហើយចាំពីពេលនេះទៅខ្ញុំនឹងព្យាយាមធ្វើវីដេអូផុសបន្តទៀតសង្ឃឹមថាបងប្អូនជួយចុចគាំទ្រជួយចុច Subscribe និងចុច Like ដាក់សញ្ញាកណ្ដឹងដើម្បីបានតាមដានពីការដាំដំណាំក្នុងស្រុកផ្ទះរបស់ខ្ញុំដែរសូមអរគុណសម្រាប់ការតាមដានកន្លងមកហើយក៏សូមជូនពរឲ្យជួបតែសំណាងល្អហើយក៏សូមជួយគាំទ្រខ្ញុំបន្ថែមទៀតបាទសម្រាប់វីដេអូបន្តបន្ទាប់